ការពីឆ្នាំមុនទៅមើលផ្ការីកពេលថ្ងៃឆ្នាំនេះខុសប្លែកពីឆ្នាំមុនគឺខ្ញុំទៅពេលល្ងាចដោយសារតែយើងចង់ឃើញសម្រស់ពេលយប់ហ្នឹងតើវាស្រស់ស្អាតមិនណាមួយពេលយប់ភ្លើងពណ៌ចម្រុះរៀងច្រើនលាយឡំជាមួយនឹងផ្ការីកអញ្ចឹងហើយណាមួយចង់ដឹងថាពេលយប់អញ្ចឹងមនុស្សច្រើនដូចពេលថ្ងៃអត់ព្រោះរាល់ឆ្នាំគឺខ្ញុំទៅតែពេលថ្ងៃទេដោយសារតែពេលយប់ភាគច្រើនខ្ញុំអត់សូវដើរចេញពីធ្វើការម៉ោង 5 ល្ងាចក៏នាំគ្នាបញ្ញាផ្លាស់ប្ដូរសម្លៀកបំពាក់ដើម្បីឲ្យទាន់ឡានក្រុងពេលល្ងាចថ្ងៃសុក្រអញ្ចឹងគឺស្ទះឡានមែនទែនពួកខ្ញុំត្រូវជិះឡានក្រុងពីតំបន់ដែលពួកខ្ញុំរស់នៅមកដល់ឆាំស៊ីនៅខាងសូអ៊ូនេះចំណាយពេលខ្ទង់1 ម៉ោងជាងធ្វើដំណើរតាមផ្លូវមិនសូវជាស្ទះទេតែដល់ពេលដែលយើងចូលមកដល់ទីក្រុងនេះស្ទះឡានមែនទែនទ្រាំតែមកដល់កន្លែងចំណតដែលយើងត្រូវចុះពីលើឡានរៀងចំណាយពេលរៀងយូរដែរដោយសារតែពេលល្ងាចថ្ងៃសុក្រអញ្ចឹងគឺពិបាកជាងយើងលក្ខណៈថ្ងៃធម្មតាធ្លាប់តែដើរលេងពេលថ្ងៃដល់ពេលយើងនាំគ្នាដើរលេងពេលយប់រៀងប្លែកដែរតែបងប្អូនដោយសារតែវាមានភ្លើងពណ៌ច្រើនជាពិសេសហ្នឹងគឺដើរមកមើលផ្ការីកពេលរីកត្រីនឹងនិយាយពីថាភ្លើងឮសំឡេងហុកកាជិលនេះបានធ្វើតែឈរមើលបើញ៉ឲ្យខ្ញុំជិះវិញគឺខ្ញុំអត់ហ៊ានជិះទេបងប្អូនហើយតែខ្ញុំឃើញគេជិះកាតខ្ញុំតែសើមែនតែនសម្រាប់ចិត្តនាំគ្នាមកមើលផ្ការីកពេលរីត្រីនេះមួយយ៉ាងដែរបងប្អូនដោយសារតែពេលយប់អញ្ចឹងវាមានភ្លើងពណ៌ឲ្យច្រើនរៀងប្លែកមួយយ៉ាងពេលថ្ងៃដែរហើយមនុស្សក៏ច្រើនដែរមិនមែនតិចទេដោយសារតែនៅប្រទេសកូរ៉េរដូវនេះគឺជារដូវផ្ការីកអញ្ចឹងគឺផ្ការីកគ្រប់ទីកន្លែងហើយក៏មានបងប្អូនជនជាតិបរទេសជាច្រើនដែលគាត់បានដើរកម្សាន្តរួមជាខ្ញុំហើយជាពិសេសហ្នឹងក៏មានជនជាតិកូរ៉េជាច្រើនគឺរដូវនេះគឺគេចូលចិត្តដើរលេងថតរូបទុកជាអនុស្សាវរីយ៍ដោយសារតែមានផ្ការីកស្រស់ស្រាយស្អាតអីអញ្ចឹងទៅភាគច្រើនគឺខ្ញុំឲ្យតែពេលមួយឆ្នាំគឺមានម្ដងផ្ការីកអញ្ចឹងគឺខ្ញុំអត់ដែរខានទេគឺខ្ញុំមកមើលផ្ការីករហូតប៉ុន្តែដោយសារតែឆ្នាំនេះយើងចង់ប្លែកយើងចង់មកមើលពេលយប់នេះមានភ្លើងពណ៌ចម្រុះមានផ្កាចម្រុះប្លែកមែនតើពួកខ្ញុំទាំងអស់គ្នាមកលេងពេលយប់នេះគិតថាម៉ោង 11 12 ហ្នឹងគឺត្រឡប់ទៅផ្ទះវិញហើយដោយសារតែដើរលេងខ្យល់លហិផងហើយផ្កាផងមនុស្សក៏ច្រើនមានណាដើរលេចដើរកើតភ្លេចមើលម៉ោងក៏ដល់ម៉ោង 11ហើយឡានក្រុងម៉ោង 12គឺគេលេងមានហើយដល់ពេលអញ្ចឹងពួកខ្ញុំត្រូវបញ្ញាទៅផ្ទះវិញហើយមុននឹងទៅហ្នឹងក៏នាំគ្នាទៅរកអីញ៉ាំសិននាំគ្នាសួរគ្នាថាចង់ញ៉ាំអីគេអ្នកខ្លះចង់ញ៉ាំសាច់អាំងអ្នកខ្លះចង់ញ៉ាំនេះញ៉ាំនោះអីចឹងទៅដល់ពេលសម្រាប់ចុងក្រោយមានណានាំគ្នាទៅញ៉ាំ hamburger ដើរលេងពេលយប់ពេលដែលយើងដើរទៅគឺមានភ្លើងពណ៌ចម្រុះលាយឡំជាមួយនឹងមនុស្សជាច្រើនដោយសារតំបន់នេះគឺពេលយប់ឡើងហ្នឹងគឺគេមកលេងច្រើនដល់ពេលអញ្ចឹងសប្បាយមួយយ៉ាងតែចាក់ពេលរាត្រីហើយពួកខ្ញុំហ្នឹងបន្ទាប់ពីគិតគ្នាហើយក៏នាំគ្នានេះមកញ៉ាំ hamburger ជុំគ្នាមិនមែនញ៉ាំនៅក្នុងហាងគេទេក៏ហ្មងយកមកញ៉ាំនៅខាងក្រៅហាងដោយសារក្នុងហាងច្រើនមែនតើដោយសារតែគេមកមើលផ្ការីកដែរហើយពួកខ្ញុំគ្នាច្រើនដល់ពេលអញ្ចឹងមកញ៉ាំនៅខាងក្រៅទៅ